ពីមុនទៅទុកឡើងនឹងត្រូវ là người mà đông đông តែឥឡូវទៅឈឺដល់ចង្កេះទៅចាក់ទៅវាអួលសម្រាប់បងប្អូនដែលមានបញ្ហាគៀបសរសៃឆ្អឹងខ្នងឈឺចុករោចង្កេះឈឺបោះដៃផុតឈឺស្មាឈឺសន្លាក់ឧស្សាហ៍ហោមជើងជំងឺលើកជាអាស៊ីតជំងឺស្លាប់មួយចំហៀងខ្លួនគេអាចមកព្យាបាលនៅកន្លែងលោកគ្រូពិសិដ្ឋស្ដីសរសៃបានដែលមានអាស័យដ្ឋានគេនៅភ្នំពេញទល់មុខនឹងផ្សារហេងលីផ្លូវ271ផ្ទះលេខ322 សម្រាប់ពុកម៉ែបងប្អូនដែលចង់អញ្ជើញមកព្យាបាលទីតាំងគឺនៅភ្នំពេញទល់មុខនឹងផ្សារហេងលីផ្លូវ271ផ្ទះលេខ322 ចាសសូមអរគុណនិងសូមគោរពលាជើងអីអត់អី